សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកធ្វើជាមួយនឹងស៊ុបពងទាកូនញ៉ាំណាបងប្អូនចង់ដឹងពីរបៀបធ្វើអាចតាមដានវីដេអូខ្ញុំបានណាសម្រាប់គ្រឿងផ្សំគឺខ្ញុំមានជាមួយនឹងប្រហិតសាច់គោមានពងទាកូនហើយមានជាមួយនឹងឆ្អឹងជ្រូកមានផ្សិតចំបើងមានខ្ទឹមបារាំងហើយការ៉ុតជាមួយនឹងស្ពៃបូកគោអាទូចហើយមានជាមួយនឹងម្អមមានអីហ្នឹងបងប្អូនហើយនេះមានជាមួយនឹងប៊ីចេងហើយមានជាមួយនឹងស្ករសមានជាមួយនឹងទឹកត្រីហើយបន្តទៀតមានជាមួយនឹងអំបិលហើយនេះខ្ទឹមជ្រក់ណាបងប្អូនហើយបន្តទៀតមានជាមួយនឹងខ្ទឹមបំពងបងប្អូនហើយបន្តទៀតមានជាមួយហេប៊ីយេហឺហើយជាមួយស្លឹកក្រូចសើចរំដេងកូលខៃខ្ទឹមសឆៃពៅប្រៃហើយជាមួយដុំស៊ុបខ្នុរហើយសាច់គោហើយនេះឥឡូវគឺខ្ញុំធ្វើការចាប់ផ្ដើមធ្វើទឹកស៊ុបណាបងប្អូនចាក់ប្រេងចូលហើយរំលីងខ្ទឹមដំហ្នឹងឲ្យវាឡើងឈ្ងុយបានល្អមកហើយបន្តទៀតដាក់ជាមួយនឹងស្លឹកក្រូចសើចរំដេងកូលខៃហេប៊ីយេហឺហ្នឹងគឺដាក់ចូលដែរមកបងប្អូនហើយយើងរំលីងវាឲ្យឡើងឈ្ងុយបានល្អមកយើងកូរវឹកតទៅវាឡើងឈ្ងុយបានល្អណាបងប្អូនហើយបន្តទៀតគឺដាក់ជាមួយនឹងឆៃពៅប្រៃចូលហើយយើងរងាស់វាឲ្យឡើងឈ្ងុយល្អហើយក៏ដាក់ជាមួយនឹងឆ្អឹងជ្រូកចូលបងប្អូនហើយសម្រាប់ឆ្អឹងជ្រូកបងប្អូនចង់ស្រុះក៏បានអត់ស្រុះដូចខ្ញុំអញ្ចឹងក៏បានដែរនៅពេលដែលខ្ញុំដាក់ឆ្អឹងជ្រូកចូលរួចហើយក៏ខ្ញុំចាប់ផ្ដើមឆាវាឲ្យវារាងឆ្អិនបន្តិចណាបងប្អូននៅពេលដែលមើលទៅរាងឆ្អិនបន្តិចហើយក៏ចាក់ជាមួយនឹងតាក់ចូលម្សំល្មមដែលយើងចង់បានហ្នឹងមកបងប្អូនយើងចាក់ចូលមកហើយបន្តទៀតគឺដាក់ដាំវាឲ្យពុះនៅពេលដែលវាពុះក៏ដាក់ជាមួយនឹងខ្ទឹមបារាំងការ៉ុតហើយនឹងថៃថាវចូលមកហើយបន្តទៀតក៏ដាក់ជាមួយនឹងដូចជាទឹកត្រីហើយជាមួយនឹងប៊ីចេងហើយជាមួយនឹងស្ករសគឺដាក់ចូលមកបងប្អូនហើយជាមួយនឹងអំបិលដុំស៊ុបខ្នុរគឺដាក់ចូលដែរមកណាបងប្អូនទាំងអស់គ្នាយើងដាក់ចូលហើយកូរហើយរងាស់វារយៈពេល1ម៉ោងទៅ2ម៉ោងមកឲ្យវាចេញទឹកស៊ុបមានជាតិល្អអញ្ចឹងណានេះទឹកស៊ុបគឺខ្ញុំបានរងាស់វារយៈពេល1ម៉ោងរួចរាល់ហើយបងប្អូនខ្ញុំចាប់ផ្ដើមរំលែកវាដើម្បីដាក់បន្លែដាក់សាច់អីញ៉ាំអញ្ចឹងណាបងប្អូនឥឡូវគឺខ្ញុំធ្វើការដួសវាដាក់នៅក្នុងឆ្នាំងអញ្ចឹងហើយបន្តទៀតយើងកាច់ហ្គាសមកទៅតាក់រៀងចិត្តពុះហើយក៏ដាក់ជាមួយនឹងពងទាកូនចូលហើយជាមួយនឹងប្រហិតសាច់គោចូលគឺដាក់ចូលមកបងប្អូនហើយក៏ចាក់ជាមួយទឹកដោះគោឆៅចូលហើយក៏ដាក់ដាំវាឲ្យពុះមកហើយក៏ដាក់ជាមួយនឹងផ្សិតចូលដែរមកបងប្អូនហើយបន្តទៀតគឺយើងរងាស់វាឲ្យពុះមកណាបងប្អូនមិនយើងចាប់ផ្ដើមដាក់ជាមួយនឹងបន្លែចូលដូចជាស្ពៃបូកគោហើយនឹងស្ពៃចង្កឹះហើយមានជាមួយនឹងម្អមគឺដាក់ចូលដែរមកហើយបន្តទៀតដាក់ជាមួយនឹងខ្ទឹមដែលយើងបានបំពងហ្នឹងគឺដាក់ចូលមកបងប្អូនដាក់ឲ្យឈ្ងុយអញ្ចឹងណាហើយបង្កើនរសជាតិកាន់តែឆ្ងាញ់អញ្ចឹងណាបងប្អូននិយាយរួមទៅគឺមានរសជាតិឆ្ងាញ់មែនតែនសម្រាប់ស៊ុបពងទាកូនហ្នឹងណាហើយនេះសាច់គោគឺយើងហាន់ចំណិតអញ្ចឹងដើម្បីយកវាជ្រលក់អញ្ចឹងណាបងប្អូននៅពេលដែលយើងដាក់គ្រប់មុខអញ្ចឹងមកគឺឈ្ងុយមែនតែនហើយសម្រាប់រសជាតិវិញគឺអែមហ្មងបងប្អូនមានជាមួយនឹងប្រហិតសាច់គោបន្លែគ្រប់មុខជាមួយពងទាកូនហ្នឹងមកអូគឺទំនងមែនតែនហ្មងណាបងប្អូនអាចសាកធ្វើញ៉ាំបានណានិយាយរួមទៅបងប្អូនជុំគ្រួសារអត់ដឹងថាធ្វើអីញ៉ាំបងប្អូនអាចសាកធ្វើស៊ុបពងទាកូនដូចខ្ញុំញ៉ាំបានណាគឺងាយស្រួលលឿនមែនតែនបងប្អូនគ្រាន់តែប្រើពេលស្ងោរឆ្អឹងស៊ុបតា1ម៉ោងអីទៅ2ម៉ោងអីទេគឺបានញ៉ាំហើយអូខេបងប្អូនឥឡូវវីដេអូហ្នឹងគឺបានចប់ហើយក៏អរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការតាមដានវីដេអូខ្ញុំរហូតមកណាបាយបាយ